ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកពីធ្វើការវិញឃើញខ្នោ3ផ្លែបងប្អូនហើយទុំល្អទៀតលោកគ្រូគាត់ផ្ញើមកពីខេត្តបងប្អូនអ្នកមានគុណរបស់នាងខ្ញុំរដងហ្នឹងនាងខ្ញុំទៅខេត្តទៅលេងតែមួយរយៈនេះគឺរវល់ពេកអត់បានទៅលេងនៅខេត្តទេប៉ុន្តែគាត់នៅតែនឹករលឹកអញ្ចឹងណាបងប្អូនហើយគាត់ផ្ញើខ្នំអុយហូបគាត់ដឹងថាខ្ញុំហ្នឹងចូលចិត្តខ្នោនិយាយមែនខ្នោនៅផ្ទះគាត់ហ្នឹងគឺឆ្ងាញ់មែនតើបងប្អូនហើយនាងខ្ញុំចូលចិត្តហើយគាត់ផ្ញើខ្នោ3ផ្លែមកអុយហូបអត់បានទៅលេងទេគាត់ថាបើពេលណាតំនេះឡើងទៅលេងគាត់ផងអញ្ចឹងណាចាំមើលថ្ងៃណាតំនេះបានឡើងទៅលេងជាមួយគាត់ជាអ្នកមានគុណរបស់នាងខ្ញុំពូនឹងមីងហ្នឹងគឺថាគាត់ចិត្តល្អមែនតើគាត់និយាយរួមទៅគឺថាគាត់ជួយទំនុកម្រងខ្ញុំច្រើនមែនតើគាត់ជួយខ្ញុំច្រើនមែនតើណាបងប្អូនមិនថាពេលយើងខ្វះអីឬក៏យើងមានបញ្ហាអីគឺគាត់តែងតែលើកទឹកចិត្តហើយគាត់ទំនុកម្រងពេលយើងខ្វះខាតអីនិយាយរួមទៅគឺថាគាត់មានគុណធំធេងមែនតើលើខ្ញុំហើយខ្ញុំក៏អត់ដែលភ្លេចគុណគាត់ដែរហើយថ្ងៃនេះគាត់ក៏ផ្ញើខ្នោមកអុយហូបទៀតដឹងថាក្មួយចូលចិត្តបងប្អូនការរាប់អានរបស់គាត់គឺថាទឹកចិត្តគាត់ល្អមែនតើគ្រួសាររបស់គាត់ហ្នឹងគឺមានទឹកចិត្តល្អហើយមានគុណធំណាបងប្អូនលើនាងខ្ញុំហើយនាងខ្ញុំក៏សូមអរគុណអ្នកមានគុណទាំងពីរដែរដែលផ្ញើខ្នោអុយក្មួយហូបចាំមើលថ្ងៃណាទំនេរបានឡើងទៅទីរួមខេត្តបានទៅលេងគាត់ចិត្តល្អបងប្អូននិយាយរួមទៅគឺនាងខ្ញុំហ្នឹងការគ្រាលំបាកបងប្អូនគឺបានគាត់ទាំងពីរនាក់នឹងបានគាត់ជួយទំនុកម្រងដល់នាងខ្ញុំក៏មិនដែលភ្លេចគុណគាត់ទេឲ្យទាំងកលែងស្នាក់នៅផ្ដល់ទាំងថវិកាជួយទំនុកម្រងទាំងការហូបចុកអីហ្នឹងគឺលើគាត់ទាំងអស់និយាយរួមទៅគឺថានាងខ្ញុំហ្នឹងមិនដឹងថានឹងមានអីទៅសងគុណគាត់វិញទេបងប្អូនហើយព្រោះគាត់ធ្វើល្អដាក់នាងខ្ញុំច្រើនមែនតើហើយក៏ដូចជាផ្ដល់ជីវិតថ្មីផ្ដល់កំណត់ថ្មីឲ្យនាងខ្ញុំមកបងប្អូនគឺគាត់មានគុណធំធេងលើនាងខ្ញុំមែនតើហើយថ្ងៃនេះនាងខ្ញុំមកដល់ហ្នឹងឃើញខ្នោអញ្ចឹងក៏ពោះហូបតែម្ដងឈ្ងុយបងប្អូនខ្នោឡើងធំប៉ុណ្ណាណៃហើយនាងខ្ញុំហ្នឹងចូលចិត្តស្រាប់ផងយកមកចិត្តហូបតែម្ដងទៅហើយខ្នោហ្នឹងខ្នោការ៉ុតបងប្អូនខ្នោការ៉ុតសាច់ឡើងលឿងហើយឈ្ងុយទៀតក្អូបឡើងឈ្ងុយហើយខ្ញុំចូលចិត្តខ្លាំងមែនតើអ្នកផ្ទះរបស់នាងខ្ញុំមកចូលចិត្តមែនតើបងប្អូនខ្នោ1 2ហ្នឹងពុះតាមមួយពេលហ្នឹងបងប្អូនពុះតែមួយពេលគឺហូបអស់ហើយបងប្អូនមើលសាច់ល្អណានិយាយរួមទៅគឺថាខ្ញុំសំណាងមែនតើដែលបានស្គាល់គាត់បងប្អូនជានិស្ស័យរបស់ខ្ញុំក៏ថាបានដែរបានស្គាល់គាត់បានជួបគាត់អញ្ចឹងទៅគាត់មានចិត្តសន្តោសប្រណីនិយាយរួមទៅគឺទុកខ្ញុំដូចកូនណាបងប្អូនទុកខ្ញុំដូចកូនណានិយាយរួមទៅគឺទំនុកម្រងពេលដែលខ្ញុំនៅជាមួយគាត់ហ្នឹងគឺខ្ញុំមានអារម្មណ៍ថាមានភាពកក់ក្ដៅមានក្តីសុខបងប្អូនពេលនាងខ្ញុំឡើងទៅទីរួមខេត្តអីហ្នឹងគឺថានៅជាមួយគាត់ហ្នឹងគឺថាមិនដែលថាពិបាកចិត្តអីមិនទេបងប្អូនគឺមានអារម្មណ៍ថាមានក្តីសុខមានភាពកក់ក្ដៅពីគាត់ទាំងពីរហើយក៏ដូចជាប្អូនដែរនាងខ្ញុំតែងតែនឹករលឹកដល់គាត់ទាំងពីរនាក់រហូតប៉ុន្តែធ្វើម៉េចបើខ្ញុំរវល់ធ្វើការអញ្ចឹងទៅក៏អត់បានទៅលេងជាមួយគាត់ទេពេលដែលនាងខ្ញុំទៅខេត្តម្ដងបងប្អូនទៅដល់ផ្ទះគាត់ដូចទៅដល់ផ្ទះខ្លួនឯងអញ្ចឹងដោយសារតែទីនោះគឺផ្ដល់ភាពកក់ក្ដៅផ្ដល់នៅក្តីស្រឡាញ់ដល់ខ្ញុំអញ្ចឹងណាបងប្អូនក៏ដូចចិត្តទៀតទុកខ្ញុំដូចជាបងបង្កើតអញ្ចឹងដែលបងប្អូនគឺមិនដែលថារករឿងឬក៏និយាយមិនសមរម្យដាក់យើងទេគឺគាត់គោរពខ្ញុំបងប្អូនទោះបីថាខ្ញុំនៅតាមភូមិនៅតាមជនបទមែនតែគាត់ផ្ដល់តម្លៃគោរពខ្ញុំគឺថាទឹកចិត្តធំធេងមែនតែនការសន្តោសប្រណីដល់នាងខ្ញុំគឺថាគុណហ្នឹងធំធេងមែនតែនបងប្អូនមិនដឹងថាមានអីសងគុណគាត់ទេនាងខ្ញុំអត់ដឹងថាម៉េចទេណាបងប្អូនប្រហែលជានិស្ស័យដែលនាំឲ្យខ្ញុំនឹងបានទៅជួបគាត់បានទៅស្គាល់គ្រួសាររបស់គាត់គឺថាល្អមែនតែនពេលខ្លះបងប្អូនពេលខ្ញុំឡើងទៅរៀននៅទីរួមខេត្តពេលយើងអត់សប្បាយចិត្តឬក៏យើង stress ពេកគាត់តែងតែនាំយើងទៅដើរលេងទៅមើលនេះទៅមើលនោះឲ្យយើងស្គាល់នេះស្គាល់នោះទាំងអ្វីដែលយើងមិនដែលស្គាល់យើងមិនដែលឃើញបងប្អូនគឺគាត់តែងតែនាំយើងឲ្យទៅស្គាល់នាំឲ្យយើងទៅឃើញដឹងថាអ្វីជាអ្វីដោយការដើរលេងអីជាដើមហ្នឹងគឺខ្ញុំនិយាយរួមទៅគឺខ្ញុំអត់រលកន្លងមកនាងខ្ញុំអត់ដែលស្រឡាញ់ខ្លួនឯងហើយក៏អត់ដែលថាផ្ដល់ឱកាសឲ្យខ្លួនឯងហ្នឹងបានស្គាល់ទីកន្លែងផ្សេងបានដើរលេងមិនទេបងប្អូនតែនៅពេលដែលនាងខ្ញុំបានជួបគ្រួសារគាត់ហ្នឹងគឺ
បានស្គាល់ថាទៅដើរលេងកន្លែងនេះដើរលេងកន្លែងនោះហើយស្គាល់អ្វីដែលប្លែកហើយស្គាល់អ្វីដែលយើងមិនធ្លាប់ផ្ដល់ឲ្យខ្លួនឯងណាបងប្អូនហើយនាងខ្ញុំក៏តែងតែរាប់អានទៅគាត់នឹងដូចជាឪពុកម្ដាយទី2